ការពីប្រមាណឆ្នាំមុនខ្ញុំបានសម្រេចចិត្តរៀនភាសាកូរ៉េហើយក៏បានចាក់ចែងពីស្រុកកំណើតដើម្បីមកធ្វើការជាពលករជាមួយនឹងជីវិតថ្មីដែលមិននឹកស្មានថាវាស្ថិតនៅជិតតំបន់ដែលមានភាពតានតឹងបំផុតនៅក្នុងពិភពលោកនេះគឺជាបន្ទប់ស្នាក់នៅរួមគ្នារបស់ខ្ញុំដែលវាស្ថិតនៅជាន់ទី4ហើយក្នុងអគារមួយនេះនៅជាន់ទី2គឺជាកន្លែងដែលខ្ញុំធ្វើការរាល់ថ្ងៃហើយអគារនេះគឺស្ថិតនៅក្នុងចំណោមអគារជាច្រើនដែលជាតំបន់ឧស្សាហកម្មផលិតសៀវភៅហើយចម្ងាយត្រឹមតែ6គីឡូម៉ែត្រពីទីនេះទេគឺជាតំបន់ដែលមនុស្សជាច្រើនអត់ហ៊ានទៅហើយវាក៏ជាព្រំដែនប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបរិយាកាសនៅជាន់ទី4នេះគឺវាល្អម្យ៉ាងដែរដោយសារតែនៅពេលដែលយើងចេញពីធ្វើការគឺយើងអត់ចាំបាច់ធ្វើដំណើរទៅឆ្ងាយទៀតទេទៅកន្លែងដែលយើងស្នាក់នៅទៀតទេគឺយើងចេញពីធ្វើការនៅជាន់ទី2យើងឡើងមកជាន់ទី4ដើម្បីសម្រាកតែម្ដងហើយកម្ពស់ប៉ុណ្ណេះគឺវាល្មមដែលអាចគេចពីសំឡេងរំខានពីផ្លូវតែវាក៏មិនខ្ពស់ពេកដែលធ្វើឲ្យយើងឃ្លាតឆ្ងាយពីមនុស្សម្នាដែរក្នុងរយៈពេលប្រហែលឆ្នាំដែលខ្ញុំបានធ្វើការនៅទីនេះគឺខ្ញុំបានរក្សាទុកសៀវភៅជាច្រើនក្បាលនៅក្នុងទូមួយនេះហើយសៀវភៅខ្លះជាភាសាកូរ៉េដែលខ្ញុំប្រមូលពីកន្លែងធ្វើការងាររបស់ខ្ញុំដោយសារតែរោងចក្រដែលខ្ញុំធ្វើនេះគឺជារោងចក្រផលិតសៀវភៅអញ្ចឹងឃើញសៀវភៅណាតំណងក៏ប្រមូលវាយកមកទុកព្យាយាមរៀនវាអញ្ចឹងទៅបើគិតឲ្យច្បាស់ទៅអ្នកទាំងអស់គ្នារវាងកន្លែងដែលខ្ញុំស្នាក់នៅទៅកាន់ព្រំដែនប្រទេសកូរ៉េខាងជើងហ្នឹងគឺមានចម្ងាយតែ6គីឡូម៉ែត្រជាងទេប៉ុន្តែប្រទេសទាំងពីរគឺវាមានភាពខុសគ្នាស្រឡះតែម្ដងនៅកូរ៉េខាងត្បូងនេះគឺខ្ញុំអាចអង្គុយអានសៀវភៅអ្វីក៏បានអំពីអ្នកនិពន្ធរូបណាក៏បានខ្ញុំអាចទៅកន្លែងណាក៏បានហើយខ្ញុំអាចនិយាយពីអ្វីដែលខ្ញុំគិតក៏បានប៉ុន្តែបើនិយាយពីកូរ៉េខាងជើងវិញគឺវាផ្ទុយពីនេះទាំងស្រុងពេលខ្លះខ្ញុំបានឈប់អានមួយផ្លែតហើយខ្ញុំបានសម្លឹងមើលទៅឆ្ងាយសម្លឹងមើលទៅកាន់ជួរភ្នំទាំងនោះដែលនៅពីក្រោយជួរភ្នំទាំងនោះគឺជាកូរ៉េខាងជើងដែលជាពិភពលោកមួយផ្សេងទៀតទាំងស្រុងដោយសារតែខ្ញុំបានមកធ្វើការនៅជាប់ក្បែរព្រំដែនប្រទេសកូរ៉េខាងជើងអញ្ចឹងគ្រួសាររបស់ខ្ញុំក៏តែងតែសួរនាំសុខទុក្ខក៏ដូចជានៅពេលណាដែលប្រទេសកូរ៉េខាងជើងមានភាពតានតឹងមួយកូរ៉េខាងត្បូងឬក៏នៅពេលណាដែលកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងគម្រាមកូរ៉េខាងត្បូងអញ្ចឹងណាអញ្ចឹងក៏តែងតែសួរថាមិនហើយស្ថានភាពអាចនឹងកើតសង្គ្រាមអត់ដោយសារតែតំបន់ដែលខ្ញុំនៅនេះគឺវានៅជាប់នឹងតំបន់ DMZ អញ្ចឹងណាហើយវាជាតំបន់ដែលមានហានិភ័យខ្ពស់ដែរនិយាយទៅគឺនៅស្រុកផាជូនៅតំបន់ចុងគីដូហ្នឹងគឺជាតំបន់ដែលមានហានិភ័យខ្ពស់អញ្ចឹងហើយក៏តែងតែបារម្ភក៏តែងតែសួរសុខទុក្ខនៅពេលណាដែលវាមានភាពតានតឹងរវាងប្រទេសទាំងពីរអញ្ចឹងណាពេលវេលាមួយផ្នែកនៃជីវិតរបស់ខ្ញុំក្នុងប្រទេសកូរ៉េដែលខ្ញុំបានចំណាយរយៈពេល 3-4 ឆ្នាំចុងក្រោយនេះខ្ញុំតែងតែចំណាយពេលនៅម្នាក់ឯងដើម្បីស្វែងយល់ពីខ្លួនឯងចំណាយពេលរៀនពីជំនាញថ្មីៗដែលខ្ញុំចាប់អារម្មណ៍ជាងការមានតែសៀវភៅមួយក្បាលនិងកាហ្វេមួយកែវក៏ខ្ញុំអាចបង្កើតក្តីសុខឲ្យខ្លួនឯងក៏ដូចជាអភិវឌ្ឍខ្លួនឯងហើយក៏ជាវិធីមួយដែលមនុស្សមួយចំនួនបានមើលរំលងផងដែរពេលខ្លះខ្ញុំគិតថាខ្ញុំមានសំណាងខ្លះដែរដែលខ្ញុំបានមកធ្វើការនៅតំបន់នេះហើយនឹងរោងចក្របែបនេះដោយសារតែកន្លែងធ្វើការនិងកន្លែងស្នាក់នៅវាជាមួយគ្នាដូច្នេះហើយខ្ញុំមិនចាំបាច់ចំណាយពេលច្រើនម៉ោងនៅក្នុងការធ្វើដំណើរទៅកន្លែងការងារហើយវាកាន់តែល្អនៅពេលដែលកន្លែងធ្វើការងាររបស់ខ្ញុំវាអត់មានសម្ពាធច្រើនពីការងារហើយកន្លែងស្នាក់នៅក៏មិនសូវមានការរំខានច្រើនអញ្ចឹងខ្ញុំអាចចំណាយពេលធ្វើអ្វីដែលខ្ញុំចង់ធ្វើចំណាយពេលស្ងប់ស្ងាត់ក្នុងការអភិវឌ្ឍខ្លួនហើយបើទោះបីជាខែខ្លះរោងចក្ររបស់ខ្ញុំកន្លែងការងាររបស់ខ្ញុំអត់មានម៉ោងថែមច្រើនដូចរោងចក្រគេផ្សេងក៏ដោយប៉ុន្តែខ្ញុំនៅតែចូលចិត្តនៅទីនេះដោយសារតែវាផ្ដល់សេរីភាពឲ្យខ្ញុំច្រើនហើយណាមួយខ្ញុំមកធ្វើការនៅក្នុងប្រទេសកូរ៉េនេះក៏ខ្ញុំអត់មានបំណងចង់បានរោងចក្រណាដែលថាមានម៉ោងថែមច្រើនមានម៉ោងយប់ម៉ោងអីដើម្បីឲ្យបានប្រាក់ខែច្រើនអញ្ចឹងខ្ញុំអត់ចង់បានទេដោយសារតែខ្ញុំក៏ចង់បានពេលវេលានិងសេរីភាពឲ្យខ្លួនឯងខ្លះដែរហើយការងារច្រើនពេកក៏អត់ល្អដែរអ្នកទាំងអស់គ្នាយើងត្រូវទុកពេលឲ្យខ្លួនឯងមើលថែខ្លួនឯងហើយជីវិតរបស់យើងម្នាក់ៗតែងតែត្រូវការតុល្យភាពឲ្យវាស្មើគ្នាមិនមែនថាយើងធ្វើការច្រើនអត់មានពេលឲ្យខ្លួនឯងអត់មានពេលឲ្យគ្រួសារហើយសុខភាពរបស់យើងក៏អត់ល្អទោះបីលុយរបស់យើងសល់ច្រើនមែនប៉ុន្តែបើសុខភាពរបស់យើងមិនល្អក៏យើងមិនអាចចាយលុយរបស់យើងដោយសប្បាយចិត្តដែរអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ